សម្រាប់សូមលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាចំពោះថ្ងៃនេះខ្ញុំសូមធ្វើការណែនាំអំពីរបៀប compress file នៅក្នុង server Linux អញ្ចឹងដំបូងយើងត្រូវចូល check IP សិនហើយយើងវាយ IPA ដើម្បីមើល IP របស់យើងទៅ connect ASA server ហើយនេះគឺជា IP របស់ខ្ញុំអញ្ចឹងយើងបើក CMD ហើយបន្ទាប់ពីយើងបើក CMD ហើយយើងវាយ pinហើយយើង enter មកពេលដែលវាលោតចឹងបានន័យថាយើង pin ទៅវាស្គាល់អញ្ចឹងដើម្បី connect បានយើងត្រូវវាយ SA ហើយវាយ user យើង H ជាមួយ172ហើយយើងវាយ password មកដល់ពេលដែលវាចេញបែបហ្នឹងបានន័យថាយើង connect SA នឹងចូលហើយយើងវាយ command clear មួយមកហើយបន្ទាប់ពីយើង connect SA ហើយយើងវាយ who am I who am I យើងវាយដើម្បីមើលuser របស់យើងហើយ user គឺមិនហូតបន្តមកទៀតគឺយើងវាយ PWD PWD ហ្នឹងយើងវាយដើម្បីមើល directory ដែលយើងឈរអញ្ចឹងឈរនៅកន្លែង home ហើយ PWD ហើយយើងវាយ hostname hostname យើងវាយដើម្បីមើលម៉ាស៊ីនឈ្មោះ Holy នេះហើយបន្ទាប់ទៀតគឺយើងនិយាយទៅលើ command tree តែ command tree នេះគឺយើងប្រើវាដើម្បីបង្ហាញdirectory របស់ folder យើងឲ្យងាយស្រួលមើលហើយដើម្បីប្រើ command នេះបានគឺយើងត្រូវធ្វើការ install វាសិនមកយើងវាយ sudo apt install 3ហើយយើងវាយ .y យើងធ្វើការ enter មកហើយយើងបញ្ចូល passwordបន្ទាប់ពីយើងបាន install command ហ្នឹងហើយចំណុចបន្ទាប់ទៀតគឺយើងធ្វើការបង្កើត folder មកដើម្បីបង្កើត folder បានយើងវាយ mk dear .p ចំពោះ .p ហ្នឹងគឺយើងដើម្បីបង្កើត parent directory automatic ហើយបន្តទៀតយើងបង្កើត folder 001/002/003ហើយបន្តមកទៀតគឺយើង enter ដើម្បីមើលfolder ដែលយើងបង្កើតមិញហ្នឹងគឺយើងវាយ 3 001 ហើយ slash enter មកនេះនៅពេលដែលយើងdownload 3 ហ្នឹងហើយគឺ folder របស់យើងនៅ show structure ចេញមកបែបនេះអញ្ចឹងវាធ្វើឲ្យយើងងាយស្រួលក្នុងការមើលហើយមួយទៀតគឺ folder 001 នេះគឺវាគឺជាមេរបស់ folder 002ហើយ folder 002នេះគឺជាមេរបស់ folder 003អញ្ចឹងវាធ្វើការបន្តគ្នាបែបនេះហើយបន្ទាប់ពីcommand tree នឹងហើយគឺយើងនិយាយទៅលើ command បន្ទាប់គឺ nano nano ហ្នឹងគឺយើងនិយាយទៅលើtext editor នៅក្នុង terminal អញ្ចឹងខ្ញុំសាក់វាយ nano ហើយយើងដាក់ឈ្មោះវាមក sv11.12.txt
như Intom á lời nó video thật lại trang này chẳng dân trong tờ xe thật vậy các bạn này chẳng tờ xe ha xịt tết institute welcome SV muối túi hay thằng bay sale việc bán cái dương cho control hay dương cho trên cái lánh cho control page hay bắt đầu từ dương trên cái lánh nó hỏi dương trong mơ tích để dương từ xe này nó dương white cat hay dương đặt trong một pha nó SV đọc muối đọc ít đọc tịch để cái chuyện tích để dương mang từ xe mình nó system nó hay bắt đầu bị cái như nó hỏi dương trong copy và bỏ SV đọc muối đọc pin ní đọc bay và cho từ khung folder son muối son pi son bay son buồn lắm cái dương per comment cp cp hay dương đặt trong một file dương mình nói hay dương quay folder dương son son muối slash hay tao mất tiệt trên trong cho với dương chọn đặt sinh nhà nó có backspace hay dương phải tạo tiết cp sv đọc muối dot son muối copy hay cp son son pair hay dương bật slow với giờ trong những dương ai copy có bạn đấy control cp là bởi copy hay control cp vậy cũng chẳng lòng slash
ពីយើងសរសេរអស់ហើយយើងធ្វើការ enter មកដល់ពីយើង copy ហើយអស់មកយើងចង់មើល folder របស់យើងនឹងអញ្ចឹងយើងចុចy3 001 មកយើង enter មកចង់ដឹងថា file ដែលយើង copy នឹងបានអត់អូខេឥឡូវ file របស់យើងទាំងអស់ហ្នឹងគឺបានចូលនៅក្នុង folder មួយបានហើយនេះគឺ001 SV11.12 ហើយរហូតដល់010អញ្ចឹងបន្តមកទៀតគឺយើងនិយាយទៅលើការ compress file ដែល compress file យើងហ្នឹងមានដូចជាថាzip ឥឡូវសូមនិយាយទៅលើថាមុនទេហើយដើម្បីបង្កើត file ថាបានគឺយើងត្រូវវាយ command យើងវាយថា .cvf ហើយយើងដាក់ឈ្មោះ file យើងមក sv11.12 ដល់ថា001យើងធ្វើការ enter មកបង្កើត file ថាហើយនេះយើងទទួលបាន file ថាបែបនេះឥឡូវយើងធ្វើការ extract វាហើយដើម្បី extract វាបានគឺយើងត្រូវវាយ command ថា dotវាហើយយើងវាយឈ្មោះ file របស់យើងមកអត់ថាហើយបន្ទាប់ពីយើងវាយហើយយើង enter មកអូខេឥឡូវខ្ញុំមើលម្ដងទៀតនេះគឺដំបូងឡើយគឺយើងអត់មាន001នេះទេដល់ពេលបន្ទាប់ពីយើង extract ហើយគឺយើងទទួលបាន001នេះចំពោះ command បន្ទាប់គឺយើងនិយាយទៅលើការ zip file មួយទៀតប៉ុន្តែប្រើថាដូចគ្នាគ្រាន់យើងថែម gz អញ្ចឹងដើម្បីនេះបានគឺយើងត្រូវវាយ command ថា dot cz vf ហើយយើងបង្កើតដាក់ឈ្មោះមក SV11.12 ថា gz SV11.12 ថាយើងធ្វើការ enter មកអូវេខ្ញុំវាយ comment ខុសសុំម្ដងទៀតហេខេលេខធ្វើម្ដងទៀតហើយយើងធ្វើការ ls មើលម្ដងទៀតមកនេះបន្ទាប់ពីយើងប្រើថា gz នេះមកយើងទទួលបាន folder នេះហើយយើងមើលទៅលើកន្លែង store វាគឺកន្លែងនេះ584ចឹងនេះវាតិចអត់ដល់1បាយហើយបើយើងប្រើថានេះវា zip បានដូចគ្នាប៉ុន្តែវាចំណាយ memory អស់ច្រើនយើងប្រើ gz នេះវាធ្វើឲ្យ file យើងវាកាន់តែទូចទំហំទូចហើយបន្ទាប់ពីយើងធ្វើការ zip ជា gz ហើយយើងធ្វើការ extract វាម្ដងហើយដើម្បី extract វាយើងវាយ command ដូចគ្នាថា dot xzef sv11.12 dot path dot gz យើងធ្វើការ enter មកហើយយើង ls មើលម្ដងទៀតនេះគឺជាទៅពេលដែលយើង extract ហើយអញ្ចឹងខ្ញុំធ្វើការ remove
SV11.12.tha នេះចោលមួយសិនដើម្បីយើង extract អាជីសិននេះទៅយើងមើលឃើញ SV11.12.tha អូខេឥឡូវយើងធ្វើការវាយ command extract វិញយើង ls មើលសិនណាថាបាត់ហើយអូខេហើយបន្តមកទៀតយើងធ្វើការ extract អានេះគឺ tha.gset នេះយើងវាយ command មុនហ្នឹងមកយើង enter ហើយយើង ls មើលម្ដងទៀតនេះគឺយើង extract បានហើយដោយសារតែយើងធ្វើការ compress វាពីរតង់អញ្ចឹងមកយើងចង់ទៅដល់អាកន្លែងមួយនេះយើងធ្វើការ extract វាពី tha នេះមកយើងទទួលបាន folder 001នេះហើយឥឡូវធ្វើការ remove អា001នេះសិនហើយយើង extract អា tha នេះមកយើងដឹងថាfile ដែលយើង compress វាជា gzip នេះហើយបន្ទាប់ពីយើង compress វាជា gzip ហើយយើង compress វាជា tha នេះវាទទួលបានអត្ថន័យដូចអា folder 001នេះអត់ចឹងខ្ញុំ remove 001នេះចឹងអូខេហើយយើងយើង remove ហើយអញ្ចឹងយើងធ្វើការ extract វាអា file យើងទៅតែ extract ពី gzip នេះយើងទទួលបាន file tha នេះយើងប្រើ command ដូចមុនហ្នឹងអញ្ចឹងcommand tha dot vf sv11.2 dot tha ហើយ enter មកយើង like មកអូខេនេះគឺយើងទទួលបាន folder 001ដូចអា folder ដំបូងមិញហ្នឹងហើយបន្ទាប់ទៀតគឺយើងនិយាយទៅលើការ zip file អញ្ចឹងដើម្បី zip file នៅក្នុង server Linux បានយើងដំបូងយើងធ្វើការ install zip សិនដោយសារខ្ញុំអត់ទាន់មានទេយើងវាយ command មក sudo apt install zip ហើយយើងវាយ password មកហើយយើងវាយយកវាយឥឡូវដោយសារតែscreen យើងញ៉ៃពេកអញ្ចឹងខ្ញុំធ្វើការ clear ចោលមួយសិនហើយបន្ទាប់ពីយើង download zip ហើយយើងវាយ command មកវាយ zip .org យើងដាក់ឈ្មោះ sv11.12.zip ហើយកន្លែងនេះគឺយើងចង់ zip ទៅលើ directory មួយណាយើងដាក់ឈ្មោះ folder វាមកហើយចំពោះកន្លែង org នេះដែរគឺបានន័យថាកន្លែងorg នេះគឺ recursive ដែលយើងធ្វើការ include folder ហើយ v នេះគឺបានន័យថាយើង solve process ហើយតបពីយើងវាយ command ហើយយើងធ្វើការ enter មកហើយធ្វើការ ls មើលនេះឥឡូវហ្នឹងគឺយើងទទួលបាន folder zip ហើយ sv11.12 zip តែយើងទៅតែ zip បាញ់មិញហ្នឹងឥឡូវធ្វើការ remove folder 001នេះចោលទៅហើយចាំយើងពលា zip ថាយើង zip បានអត់អញ្ចឹងតាម remove ជួយ om.org ហើយយើងចង់ remove 001មក enter ហើយយើង ls មើលម្ដងទៀតហើយឥឡូវយើង remove ហើយអញ្ចឹងខ្ញុំធ្វើការ unzip file ដែលយើងទៅ zip មិញហ្នឹងហើយដើម្បី unzip បានយើងវាយ command មកគឺ unzip sv11.12.zip អូខេឥឡូវធ្វើការ ls មើលម្ដងទៀត
នេះគឺfolder ដែលយើង unzip មិញហ្នឹងអញ្ចឹងវីដេអូរបស់យើងបានដល់ទីបញ្ចប់ហើយអរគុណលោកគ្រូលោកអ្នកនរគ្នា